ស្គាល់កម្មវិធីមួយនេះអាចជួយឲ្យយើងផ្ញើរូបថតវីដេអូដែលមានទំហំធំៗហើយច្រើនសន្លឹកបានក្នុងពេលតែមួយល្បឿនលឿនពីទូរស័ព្ទទៅទូរស័ព្ទពីទូរស័ព្ទទៅកុំព្យូទ័រហើយឥតគិតថ្លៃពីមុនមកពេលដែលយើងចង់ផ្ញើរូបថតវីដេអូឬក៏ឯកសារអីធំណាយើងផ្ញើម្ដងបានតែមួយពីរឯងព្រោះល្បឿនយឺតមែនតើហើយពេលខ្លះគឺបែកគុណភាពទៀតពេលបើយើងច្បាស់ផ្ញើទៅគេព្រិលប៉ុន្តែឥឡូវនេះខ្ញុំមានកម្មវិធីមួយណែនាំឲ្យបងប្អូនល្អប្រើខ្លាំងមែនតើហើយ free អាចផ្ញើរូបថតឯកសារវីដេអូដែលមានទំហំធំបានច្រើនសន្លឹកក្នុងពេលតែមួយរួមគ្នាឧទាហរណ៍ថាវីដេអូយើងមាន5រូបថតយើងមាន10សន្លឹកឬ20សន្លឹកអាចផ្ញើរួមគ្នាបានក្នុងពេលតែមួយហើយល្បឿនលឿនមែនតើហើយអាចផ្ញើពី iPhone ទៅ Android ក៏បានពី Android មកកុំព្យូទ័រវិញក៏បានពីកុំព្យូទ័រមកទូរស័ព្ទយើងវិញក៏បានខ្ញុំនឹងចែករំលែកប្រាប់បងប្អូនពីកម្មវិធីមួយហ្នឹងពីរបៀបប្រើរបៀបម្លងនិងរបៀបគ្រប់គ្រងតោះទៅទស្សនាទាំងអស់គ្នាអូខេអញ្ចឹងដំបូងឡើយបងប្អូនចូលមកកាន់ Facebook ហើយបងប្អូន search រក page Azado ចានេះ page របស់យើងមានតែមួយគត់បងប្អូនណាមានអ្នកតាមដាន 185k follower ហើយនៅលើហ្នឹងគឺយើង pin channel Telegram ណាជា channel ផ្ទាល់ខ្លួនរបស់យើងដែលទទួលបានព័ត៌មានអីផ្សេងក្នុង channel ហ្នឹងបងប្អូនអញ្ចឹងបងប្អូនចុចចូលនៅលើ channel ហ្នឹងឡើងមកនឹងនាំបងប្អូនចូលមកកាន់ channel ធំរបស់យើងនៅក្នុង Telegram ដើម្បីទទួលបាន link ទៅឡើងកម្មវិធីហ្នឹងចាអត់មានអស់លុយអីទេណាហើយនេះក្រុមរបស់យើងអត់មានរំខានអីទេ channel ហ្នឹងស្ងាត់ទេបងប្អូនសម្រាប់ទទួលព័ត៌មានបងប្អូនតនេចូលមើលបានណាអត់មានទេចូលក្រុមហ្នឹងឲ្យរំខានទៅអត់ទេអញ្ចឹងបងប្អូននឹងឃើញឲ្យចូលមកអស់មកក្រោមគេបំផុតនឹងឃើញណាហើយខ្ញុំទៅសេច្បាស់នៅហ្នឹងគឺកម្មវិធីផ្ញើឯកសារដែលរក្សាគុណភាពច្បាស់លឿន free សម្រាប់នៅលើ iOS ហើយអាមួយទៀតសម្រាប់ Android អញ្ចឹងអានេះសម្រាប់ iOS អញ្ចឹងបងប្អូនចុចនៅលើ link ហ្នឹងមកនឹងនាំយើងចូលមកកាន់ App Store ហើយនេះគឺកម្មវិធីហ្នឹងខ្ញុំអត់ចង់បងប្អូន search ដោយសារខ្លាចប៉ះ logo ដូចគ្នាតឡើងទៅគេទាលុយទីអីចឹងណាចាអញ្ចឹងបងប្អូនត្រូវចុច download អានេះដោយសារខ្ញុំ download ហើយអញ្ចឹងមិនគេចេញ open ទៅបើបងប្អូនអត់ទាន់ download បងប្អូនចុចទៅ download មកណាពេលដែល download ពេញបងប្អូនចុច open ទៅចូលមកដល់ភ្លាមគឺចេញអញ្ចឹងកន្លែងនេះគឺជាឈ្មោះកម្មវិធីរបស់យើងឈ្មោះទូរស័ព្ទយើងនេះគេដាក់នេះគឺគេកំណត់ឲ្យយើងឈ្មោះផ្សេងគ្នាតែម្ដងនេះលេខកូដយើងហើយចូលមកភ្លាមកន្លែងនេះគឺអស់អញ្ចឹងបងប្អូនត្រូវចុចបើកកន្លែងនេះណាចុចបើកកន្លែងនេះឲ្យ on ហើយមួយទៀតអាក្រោមនេះបងប្អូនត្រូវចូលកន្លែង setting នេះបងប្អូននឹងឃើញឈ្មោះនេះឃើញទេឈ្មោះយើងនេះ Soul Mango ឯគេនេះហ่ะហើយកន្លែង saveចានេះបងប្អូនកុំភ្លេចបើកន្លែង save នេះ save to media to generally ហ្នឹងគឺ save ចូលទៅក្នុងទូរស័ព្ទដៃយើងហ្នឹងណាតែធម្មតាបើកមកវា save ចឹងអូតូយើងមិនបាច់បើកអីទេគាត់ថាយើងមើលចឹងទៅណាចាតែប៉ុណ្្នឹងឯងសំខាន់គឺ on កន្លែងនេះហើយណាចឹងយើងទៅមើលការតម្លើងនៅលើ Android វិញម្ដង Android ដូចគ្នាបងប្អូន search នៅ page Azado ចាចុចចូលមកបងប្អូនចុចចូល link នៅលើដែលយើង pin នៅលើគេហ្នឹងចាចុចចូលមកនឹងចូលមកកាន់កម្មវិធីហ្នឹងហើយអស់ចូលមកក្រោម ផុតណានៅក្នុង channel យើងហ្នឹងគឺមាន link ដែលខ្ញុំដាក់ស្រាប់ហ្នឹងឲ្យបងប្អូនចុចដំឡើងនេះគឺសម្រាប់ Android ចាអញ្ចឹងយើងចុចនៅ link Android ហ្នឹងទៅនឹងនាំយើងមកកាន់ Play Store ចុច install អូខេអញ្ចឹងបន្ទាប់ពីដំឡើងពេញហើយបងប្អូនចុច open អញ្ចឹងដូចទៅនឹង Android ដែរដូចទៅនឹង iPhone ដែរទេបើកមកគឺគេដាក់ឈ្មោះឲ្យយើងឲ្យស្រេចហ្មងឈ្មោះក្នុងទូរស័ព្ទនេះ hot អានេះយើងកំបាច់ចុចអីទាំងអស់យរួមគេដាក់ឲ្យយើងឲ្យស្រេចយើងគ្រាន់តែចុច on កន្លែងនេះមកណាចុច on កន្លែងហ្នឹងមកនេះឃើញវារត់មក on វិញណាចាតែប៉ុណ្្នឹងហើយ setting អីគេដាក់ឲ្យយើងឲ្យស្រេចហើយរបៀបផ្ញើអូខេអញ្ចឹងខ្ញុំបង្ហាញវិធីប្រើបងប្អូនចុចកន្លែងពាក្យ send ហើយចុចកន្លែងពាក្យ media ទៅរើសរូបឬវីដេអូណាដែលយើងចង់ផ្ញើណាបញ្ជាក់ជូនឥឡូវនេះយើងផ្ញើជា file ក៏បានផ្ញើជាអក្សរក៏បានអីក៏បានដែរតែខ្ញុំរើសយក media ទៅផ្ញើជាវីដេអូនិងរូបអញ្ចឹងអ្នកគ្នាទៅរើសណារើសនឹងទូរស័ព្ទយើងឥឡូវខ្ញុំ select យកឧទាហរណ៍ប៉ុណ្ណេះសិនចាបន្តមកទៀតហើយបន្តមកទៀតចុចកន្លែងពាក្យ confirm ខាងក្រោមហើយមើលឈ្មោះផងឃើញឈ្មោះដូចគ្នាកាលណាដាក់ក្បែរគ្នាគឺឈ្មោះដូចគ្នាលោតចូលហើយណាហើយចុចផ្ញើមកនេះអូយលឿនមែនតើអ្នកនរគ្នាឃើញទេទំហំនៅដដែលរក្សាគុណភាពដើមបើ 4K នៅ 4K ដដែលអានេះខ្ញុំផ្ញើពី iPhone មក Android ណាឥឡូវខ្ញុំដូរផ្ញើពី Android មក iPhone វិញអូខេអញ្ចឹងអ្នកនរគ្នាចុចដដែលមកទៅរើសរូបចាយកកន្លែងពាក្យ send យក media ហើយទៅរើសរូបឥឡូវរើសប៉ុន្មានរើសទៅណាហើយចុចពាក្យ select ខាងលើមកដល់កន្លែងនេះនេះឃើញឈ្មោះហ៎ឈ្មោះដូចគ្នាកណាដាក់ជាប់គ្នាអញ្ចឹង Bluetooth load ដូចគ្នាចុចលើនឹងមកឃើញទេលឿនមែនតើអ្នកនរគ្នាអត់ចាំយូរហើយល្បឿននៅដដែលmemory ច្រឡំទំហំដដែលឥឡូវខ្ញុំផ្ញើពីទូរស័ព្ទទៅកុំព្យូទ័រវិញណាបើកកម្មវិធីនឹងមកបន្តមកទៀតចុចពាក្យ file ហើយទៅរើសរូបឬវីដេអូដែលអ្នកគ្នាចង់ផ្ទេរពីកុំព្យូទ័រមកទូរស័ព្ទយើងឥឡូវខ្ញុំឧទាហរណ៍ប៉ុណ្ណេះសិនអូខេហើយចុចពាក្យ next អញ្ចឹងអា file ហ្នឹងនឹងលោតចូលមកខាងលើហើយអ្នកគ្នាឃើញឈ្មោះហើយនោះឈ្មោះដូចគ្នាហ្នឹងចាំចុចលើឈ្មោះហ្នឹងមកនោះចុចនៅលើកុំព្យូទ័រយើងព្រោះយើងផ្ញើពីកុំព្យូទ័រចូលទូរស័ព្ទឃើញទេបបមកដល់ចូលទូរស័ព្ទអស់អូយលឿនខ្លាំងហើយអ្នកគ្នារើសបានច្រើនសន្លឹកច្រើនវីដេអូឥឡូវខ្ញុំផ្ញើពីទូរស័ព្ទចូលកុំព្យូទ័រវិញណា
ចុចពាក្យ send ហើយទៅរើសរូបដូចគ្នាចាឃើញទេចាំឲ្យវា download ចូលពេញអស់ចុចយកឈ្មោះនៅកុំព្យូទ័រហ្នឹងមកវា load ឈ្មោះហើយណាអូខេយល់ទេចាដាក់ចិត្តគ្នាគឺចាញ់ឈ្មោះហើយសំខាន់កុំភ្លេចបើកអ៊ីនធឺណិតឲ្យ Bluetooth ចុចលើឈ្មោះហ្នឹងមកផ្ញើចូលកុំព្យូទ័រវិញពើបឃើញទេកម្មវិធីនេះខ្ញុំប្រើច្រើនឆ្នាំហើយល្អខ្លាំងអ្នកឃើញប្រើ free រាល់ខែរាល់ឆ្នាំមានបងលុយទេហើយគុណភាពវីដេអូរូបយើងគឺនៅដដែលស្អាតណាអរគុណខ្ញុំនឹងជួបបងប្អូននៅវីដេអូថ្មីបន្តទៀតជម្រាបលា